សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងនៅពេលនេះគឺយប់ថ្ងៃអង្គារទី2ខែមិថុនាឆ្នាំ2026នៅប្រទេសកម្ពុជាវិញគឺពេលព្រឹកព្រលឹមថ្ងៃពុធទី3ខែមិថុនាឆ្នាំ2026នៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងខ្ញុំសម្រាប់យកព័ត៌មានសំខាន់ចំនួន4មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាព័ត៌មានទី1នេះគឺសហរដ្ឋអាមេរិកបានបើកការវាយប្រហារបន្ថែមទៀតហើយទៅលើកោះ Qasem របស់ប្រទេសអ៊ីរ៉ង់បាទដែលសហរដ្ឋអាមេរិកប្រកាសថានេះគឺជាការវាយប្រហារការពារខ្លួនដោយសារតែខាងអ៊ីរ៉ង់នោះបានវាយប្រហារមកលើសហរដ្ឋអាមេរិកហើយនិងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកហើយព័ត៌មានទី2នេះគឺលោកប្រធានាធិបតី Donald Trump នៅថ្ងៃអង្គារនេះបានតែងតាំងប្រធានដែលទទួលបន្ទុកខាងការគ្រប់គ្រងថវិកាទិញផ្ទះសម្បែងបាទដែលមិនមានបទពិសោធន៍ខាងចារកម្មនោះឲ្យមកគ្រប់គ្រងដឹកនាំនយោបាយចារកម្មទូទាំងសហរដ្ឋអាមេរិកតែម្ដងបាទដែលធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែលោកមិនមានបទពិសោធន៍ខាងផ្នែកចារកម្មតទៅសោះប៉ុន្តែមានភក្ដីភាពជាមួយនឹងលោកប្រធានាធិបតី Donald Trump ហើយព័ត៌មានទី3នេះគឺជាការធ្វើបច្ចុប្បន្នភាពបន្ថែមទៀតអំពីមន្ទីរពេទ្យដែលមានលក្ខណៈចម្រូងចម្រាសនៅក្នុងប្រទេសកេនយ៉ាដែលសហរដ្ឋអាមេរិកកំពុងតែរៀបចំដើម្បីយកពលរដ្ឋអាមេរិកាំងទៅធ្វើចតាឡេស័កនិងព្យាបាលនៅទីនោះឥឡូវថ្ងៃនេះគឺតុលាការកំពូលរបស់ប្រទេសកេនយ៉ាបានបញ្ជាឲ្យផ្អាកគម្រោងនេះមករយៈសិនរងចាំការធ្វើសវនាការជាទូទៅជាផ្លូវការនៅក្នុងរយៈពេល3សប្តាហ៍ខាងមុខទៀតហើយព័ត៌មានចុងក្រោយនេះគឺឥឡូវនេះក្រសួងយុទ្ធភ័ពរបស់សហរដ្ឋអាមេរិកបានប្រកាសថាគម្រោងដែលនឹងសងប្រាក់ទៅអ្នកគាំទ្រលោកប្រធានាធិបតី Donald Trump ដែលនឹងប្តឹងរដ្ឋាភិបាលដើម្បីទាមទារលុយថារដ្ឋបាលមុនបានប្រើប្រាស់ប្រព័ន្ធក្រសួងយុទ្ធភ័ពដើម្បីធ្វើបាបពួកគេនេះឥឡូវនេះគឺខាងក្រសួងបានបោះបង់ចោលហើយបាទដោយសារតែមានការបះបោរជំទាស់ពីផ្ទៃក្នុងគណៈបកសាធារណរដ្ឋរបស់លោកប្រធានាធិបតី Trump តែម្ដងបាទនេះជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នានៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងនៅថ្ងៃនេះបាទព័ត៌មានទី1នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន The Times New York Times បាទតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The New York Times បានឲ្យដឹងថាសហរដ្ឋអាមេរិកឥឡូវនេះគឺនៅខាងបញ្ជាការយុទ្ធភូមិភាគកណ្ដាលរបស់សហរដ្ឋអាមេរិកហៅថា CENTCOM បានបញ្ជាក់ឲ្យដឹងថាកងកម្លាំងរបស់ខ្លួនបានបើកការវាយប្រហារដែលគេហៅថា self defense គឺការពារខ្លួនទេបាទទៅលើគោលដៅរបស់កោះ Qasem របស់ប្រទេសអ៊ីរ៉ង់បាទហើយបានបាញ់ចំគោលដៅជាច្រើនរបស់ប្រទេសអ៊ីរ៉ង់ដែលប្រើប្រាស់សម្រាប់បាញ់មីស៊ីលសម្ដៅមកលើសហរដ្ឋអាមេរិកហើយនឹងក៏មាន drone របស់អ៊ីរ៉ង់ជាច្រើនគ្រឿងផងដែរបាទក្នុងខណៈពេលដែលនាវាស៊ីវិលហើយនឹងទីតាំងរបស់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នោះរងការវាយប្រហារពីប្រទេសអ៊ីរ៉ង់គឺទាំងនៅក្នុងប្រទេសគូវេតនិងប្រទេសបារ៉ែនបាទរងការវាយប្រហារជាបន្តពីអ៊ីរ៉ង់បាទនេះគឺជាការកើនឡើងកម្ដៅបន្ថែមទៀតហើយនៅក្នុងព្រឹត្តិការណ៍អមគ្នានោះដែរគឺកងកម្លាំងរបស់សហរដ្ឋអាមេរិកក៏បានបាញ់មីស៊ីលប្រភេទ Hellfire ចំនាវាដឹកប្រេងមួយទៀតបាទនៅក្នុងរូបភាពនេះគឺនាវាដឹកប្រេងមួយទៀតដែលព្យាយាមប៉ុនប៉ងបំបែកនៅខ្សែការពាររារាំងរបស់សហរដ្ឋអាមេរិកដើម្បីសម្ដៅទៅប្រទេសអ៊ីរ៉ង់បាទគឺក្នុងពេលដែលសហរដ្ឋអាមេរិកខិតខំព្យាយាមបិទរារាំងមិនឲ្យនាវាចូលទៅក្នុងច្រក Hormuz នោះទេមកហើយសហរដ្ឋអាមេរិកបានបញ្ជាក់ថាខ្លួនបានចេញសញ្ញាព្រមានជាច្រើនដងទៅដល់នាវាដឹកប្រេងនោះក៏ប៉ុន្តែនាវាដឹកប្រេងនោះ
បានប្រងើយកន្តើយមិនធ្វើតាមបញ្ជារបស់សហរដ្ឋអាមេរិកនោះទេបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកបាននិយាយថាគឺនាវានោះគឺមានដៅទង់ជាតិបូតស្វាណាជានាវាបន្ថែមទៀតគឺសហរដ្ឋអាមេរិកបាញ់នៅថ្ងៃអង្គារនេះតែម្ដងណានៅថ្ងៃអង្គារគឺនៅតំបន់ខាងប្រទេសកម្ពុជានោះវាចូលព្រឹកព្រលឹមថ្ងៃពុធទៅហើយណាបាទនៅថ្ងៃអង្គារនេះបាទពីព្រោះអីនៅកន្លែងនោះគឺបានបើកកាត់ច្រកសមុទ្រអន្តរជាតិហើយឈ្មោះសំដៅទៅកោះ Kerch របស់ប្រទេសអ៊ីរ៉ង់បាទហើយបានបើកនៅច្រកមួយនៅក្បែរបាទនៅក្នុងតំបន់ក្បែរប្រទេសគុយវ៉ែតផងដែរបាទនាវានេះគឺជានាវាទី6ហើយដែលយោធារបស់សហរដ្ឋអាមេរិកបាញ់ធ្វើឲ្យលែងដំណើរការហើយចាប់តាំងពីសហរដ្ឋអាមេរិកបានបិទច្រកនេះតាំងពីថ្ងៃទី13ខែមេសាមកហើយមាននាវាចំនួន122គ្រឿងគឺសហរដ្ឋអាមេរិកបានរារាំងមិនឲ្យចូលទៅក្នុងដែនសមុទ្ររបស់អ៊ីរ៉ង់ហើយបានឲ្យបង្វែរទិសទៅវិញបន្ទាប់ពីនោះបន្តិចមកគឺខាងបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកបានប្រកាសឲ្យដឹងដែរថាយោធារបស់មូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកនៅតំបន់គុយវ៉ែតបាទក៏បានបាញ់ស្កាត់បាននៅមីស៊ីលដែលហើយនឹង drone ដែលបាញ់សម្ដៅទៅលើគោលដៅនោះផងដែរបាទហើយខាងគុយវ៉ែតនោះបានទទូចឲ្យមហាជនក៏មានការភ្ញាក់ផ្អើលអ្វីហើយជាពិសេសគឺពួកគេត្រូវមានការប្រយ័ត្នប្រយែងកុំឲ្យទៅប៉ះពាល់បំណែកហើយនឹងបំណែកបាក់បែកនៃ drone ហើយនឹង missile ដែលធ្លាក់ដោយសារការបាញ់ស្កាត់នោះដើម្បីជៀសវាងកុំឲ្យមានគ្រោះថ្នាក់សម្រាប់ដល់ពួកគេបាទហើយក្នុងចុងសប្តាហ៍កន្លងមកនេះគឺសហរដ្ឋអាមេរិកក៏បានបាញ់កំទេចប្រព័ន្ធរ៉ាដារបស់អ៊ីរ៉ង់ហើយនឹង drone ផងដែរបាទដែលទីក្រុងតេរ៉ង់បានឆ្លើយតបមកវិញដោយការបាញ់ប្រហារទៅលើមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកនៅប្រទេសគុយវ៉ែតបាទហើយធ្វើយ៉ាងណាធ្វើឲ្យប៉ះពាល់ទៅដល់ទីតាំងដែលអ៊ីរ៉ង់អាងថាជាកន្លែងដែលបើកការវាយប្រហារមុនគេទៅលើប្រទេសអ៊ីរ៉ង់បាទដូច្នេះការវាយប្រហារនាពេលចុងក្រោយនេះគឺបានធ្វើឲ្យប៉ះពាល់ទៅដល់កិច្ចខិតខំប្រឹងប្រែងនៅក្នុងការចរចាដើម្បីស្វែងរកដំណោះស្រាយមួយឲ្យមានសន្តិភាពយូរអង្វែងដែលអាចនឹងធ្វើឲ្យមានការប្រឈមមុខនឹងការដែលជាប់គាំងផងដែរក៏ប៉ុន្តែលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកលោក Marco Rubio នៅថ្ងៃនេះលោកបានអញ្ជើញទៅដល់សក្ខីកម្មនៅរដ្ឋសភារបស់សហរដ្ឋអាមេរិកហើយលោកអះអាងថាការចរចាគឺនៅតែមានដំណើរការនៅឡើយទេហើយគឺសហរដ្ឋអាមេរិកនឹងមិនយល់ព្រមទៅតាមអ្វីដែលធ្លាប់មានក្នុងពេលកន្លងមកក្រោមរដ្ឋបាលលោកអូបាម៉ានោះទេគឺនឹងទៅតែពិភាក្សាជាច្រើនទៀតហើយអ្វីដែលជាការរីកចម្រើនលោកបានប្រាប់ទៅដល់សភាថាគឺអ៊ីរ៉ង់នៅពេលឥឡូវនេះគឺព្រមយកបញ្ហានុយក្លេអ៊ែរហ្នឹងមកចរចាជាមួយនឹងសហរដ្ឋអាមេរិកដែលប្រហែលខែមុនគឺអ៊ីរ៉ង់បានប្រកាសថារឿងនេះគឺมันអាចយកមកចរចាបានឡើយបាទប្រិមត្តនៅចាំបានគឺអ៊ីរ៉ង់ធ្លាប់បាននិយាយដូច្នេះមែនហើយដូច្នេះឥឡូវលោករដ្ឋមន្ត្រីក្រសួងការបរទេសលោកថាអ៊ីរ៉ង់នៅពេលនេះគឺព្រមយកបញ្ហានេះមកនិយាយជាមួយនឹងសហរដ្ឋអាមេរិកនៅពេលដែលមានដំណឹងអំពីការវាយប្រហារបែបនេះគឺបាទតម្លៃប្រេងបានកើនឡើងបន្តិចចំនួន$1បន្ថែមទៀតគឺទៅជា 1% ប្រេងនៅក្រុមហ៊ុន Brent បាទកើនឡើងដល់$97ក្នុង1 barrel បាទក្រុមហ៊ុនរបស់ Texas West Texas គឺបានឡើងទៅដល់$94ក្នុង$95ក្នុង1 barrel បាទអញ្ចឹងដូច្នេះទីផ្សារប្រេងគឺចាំមើលតែស្ថានភាពតើវាមានការវិវត្តយ៉ាងណាអ្នកលក់ដូរក៏បើតម្លើងឬក៏បញ្ចុះថ្លៃទៅតាមនោះដែរមិនមែនអាស្រ័យទៅលើការប្រើប្រេងអស់ឬក៏សម្បូរប្រេងឬក៏មិនសម្បូរប្រេងនោះទេបាទនេះគឺជាព័ត៌មានសំខាន់ទី1ណាដែលខ្ញុំចងក្រងមកសម្រាប់ប្រិយមិត្តទាំងអស់គ្នារាយព័ត៌មានទី2នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Washington Post បាទបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Washington Post បានឲ្យដឹងថា
គឺលោកប្រធានាធិបតី Donald Trump នៅថ្ងៃអង្គារនេះបានប្រកាសថាលោកតែងតាំងលោក Bill Pulte នៅក្នុងរូបភាពនេះបាទលោក Bill Pulte ឲ្យធ្វើជានាយកចារកម្មជាតិស្ដីទីសិនដែលលោក Pulte នេះគឺជាថាសម្ព័ន្ធមិត្តខាងនយោបាយដ៏ស្មោះត្រង់បំផុតនិងជាអ្នកគាំទ្រដ៏ស្មោះត្រង់បំផុតរបស់លោកប្រធានាធិបតី Donald Trump បាទគឺលោកមិនដែលមានបទពិសោធន៍ខាងផ្នែកចារកម្មមកទេគឺលោកមានបទពិសោធន៍តែរឿង mortgage គឺថវិកាទិញផ្ទះសម្បែងតែប៉ុណ្ណោះបាទអញ្ចឹងបានន័យថាគឺគាត់គ្រប់គ្រងខាងច្បាប់ថវិការបស់រដ្ឋាភិបាលខាងផ្នែកផ្ទះសម្បែងឥឡូវស្រាប់តែមកធ្វើជានាយកស្ដីទីខាងទីភ្នាក់ងារចារកម្មរបស់សហរដ្ឋអាមេរិកបាទទីភ្នាក់ងារចារកម្មសហរដ្ឋអាមេរិកនេះគឺជាស្ថាប័នមួយដែលគ្រប់គ្រងទៅលើអង្គភាពចារកម្មទាំងអស់របស់សហរដ្ឋអាមេរិកបាទនឹងធំជាង CIA ទៀត CIA គ្រាន់តែជាទីភ្នាក់ងារមួយទេទីភ្នាក់ងារមួយហើយលោកតំណែងរបស់លោក Bill Pulte ហ្នឹងគឺគ្រប់គ្រងទីភ្នាក់ងារចារកម្មទាំង18បាទនៅសហរដ្ឋអាមេរិកមាន18ណាទាំងមានច្រើនណាស់មានទាំង FBI មានចូលទៅក្នុងទាំងអស់18ស្ថាប័នហ្នឹងបាទគ្រប់គ្រងទាំងអស់អញ្ចឹង CIA គ្រាន់តែជាផ្នែកមួយក្នុងចំណោម18ទេណាបាទអញ្ចឹងឥឡូវនេះមេធំគឺអត់មានជំនាញចារកម្មសោះតែម្ដងគឺការជ្រើសរើសលោក Pulte នេះគឺឲ្យមកកាន់តំណែងជាមេចារកម្មធំបំផុតហ្នឹងគឺបាទដោយសារតែលោកជាអ្នកដែលស្មោះត្រង់និងជាសម្ព័ន្ធមិត្តស្មោះត្រង់របស់លោកប្រធានាធិបតី Donald Trump បាទគឺលោកធ្លាប់ខិតខំប្រឹងប្រែងធ្វើយ៉ាងណាផ្ដួលឲ្យដកតំណែងលោក Jerome Powell ចេញពីតំណែងជាមេខាងធនាគារជាតិណាបាទឥឡូវនេះគឺទទួលបានការទុកចិត្តពីលោកប្រធានាធិបតី Donald Trump មកឲ្យជំនួសលោកស្រី Tulsi Gabbard នៅចាំបានទេលោកស្រី Tulsi Gabbard បានប្រកាសថាលោកស្រីនឹងលាលែងចេញពីតំណែងនេះចាប់ពីថ្ងៃទី30ខែមិថុនាតែខ្ញុំលើកមុនខ្ញុំនិយាយច្រឡំថា30ខែកុម្ភៈ30ខែមិថុនាគឺចុងខែនេះដាច់ខែនេះគឺលោកស្រីនឹងបញ្ចប់ការងារហើយបាទដោយសារហេតុផលបញ្ហាសុខភាពប្តីរបស់ស្វាមីរបស់អ្នកស្រីមានបញ្ហាអ្នកស្រីបានលើកឡើងអំពីបញ្ហានេះអញ្ចឹងលោកបាទលោកPulteនេះគឺនឹងមកជំនួសវិញម្ដងបើការតែងតាំងរបស់គាត់នឹងគឺធ្វើឲ្យមានការភ្ញាក់ផ្អើលមកភ្ញាក់ផ្អើលជាពិសេសនៅខាងគណៈបកប្រជាធិបតេយ្យហ្នឹងគឺភ្ញាក់ផ្អើលខ្លាំងក៏ប៉ុន្តែថាតើពីព្រោះតំណែងនេះត្រូវឆ្លងកាត់ព្រឹទ្ធសភាដើម្បីអនុម័តផងដែរតើលោកអាចនឹងឆ្លងកាត់ព្រឹទ្ធសភាដើម្បីយល់ព្រមទៅលើការតែងតាំងឲ្យដឹកនាំជាប្រធានគេថានាយកឬយ៉ាងណាគឺមិនទាន់ដឹងទេប៉ុន្តែឥឡូវនេះគ្រាន់តែជានាយកស្ដីទីបាទគ្រាន់តែនាយកស្ដីទីអញ្ចឹងគឺដូច្នេះប្រហែលជានាយកស្ដីទីដូច្នេះគឺមិនត្រូវការអនុម័តពីខាងព្រឹទ្ធសភានោះនៅឡើយទេតែបើសិនជាលោកចង់កាន់តំណែងនេះជាផ្លូវការត្រឹមត្រូវគឺតែឆ្លងកាត់ព្រឹទ្ធសភាអនុម័តផងដែរដូចតែតំណែងគណៈរដ្ឋមន្ត្រីតំណែងឯកអគ្គរដ្ឋទូតអីចឹងដែរបាទព័ត៌មានទី3នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន The New York Times បានឲ្យដឹងថាតុលាការកំពូលរបស់ប្រទេសកេនយ៉ានៅថ្ងៃអង្គារនេះគឺបានសម្រេចឲ្យផ្អាកការបើកដំណើរការនៅមន្ទីរព្យាបាលមួយសម្រាប់ព្យាបាលជំងឺអេបូឡានៅក្នុងប្រទេសកេនយ៉ាហ្នឹងគឺឲ្យពន្យាការបើកដំណើរការហ្នឹងរយៈពេល3សប្តាហ៍សិនដើម្បីរងចាំការធ្វើសវនកម្មពេញលេញថាតើអនុញ្ញាតឬក៏មិនអនុញ្ញាតដោយសារតែមានការតវ៉ាច្រើនហើយដែលប្រឆាំងពីព្រោះអីនៅក្នុងប្រទេសកេនយ៉ាគឺមិនទាន់មានជំងឺអេបូឡានេះកើតឡើងនៅឡើយទេហើយសហរដ្ឋអាមេរិកគឺរដ្ឋបាលលោកប្រធានាធិបតី Donald Trump បានធ្វើការសម្រេចចិត្តមួយដែលមិនធ្លាប់មានទេនៅក្នុងប្រវត្តិសាស្ត្រសុខាភិបាលរបស់សហរដ្ឋអាមេរិកដែលបញ្ជូនពលរដ្ឋរបស់ខ្លួនឲ្យទៅទទួលការព្យាបាលឬក៏ធ្វើចតាឡៃស័កនៅខាងក្រៅប្រទេសហើយជាពិសេសនៅប្រទេសកេនយ៉ាដែលបើប្រៀបធៀបជាមួយនឹងប្រព័ន្ធសុខាភិបាលនៅសហរដ្ឋអាមេរិកវិញគឺមិនអាច
ប្រៀបធៀបជាមួយសហរដ្ឋអាមេរិកទេក៏ប៉ុន្តែបែរជាយកទៅទីនោះហើយមិនត្រឹមតែប៉ុណ្ណោះទេគឺអ្នកនៅខាងកេនយ៉ានោះក៏គេតវ៉ាដែរគេមិនចង់ឲ្យមានយកអ្នកដែលមានជំងឺអ៊ីបូឡាហ្នឹងចូលប្រទេសរបស់គេទេពីព្រោះអីទោះបីជាប្រព័ន្ធសុខាភិបាលរបស់គេមានភាពទន់ខ្សោយមែនក៏ប៉ុន្តែអត់ទាន់មានជំងឺនឹងផ្ទុះឡើងនៅឡើយទេតែបើសិនជាយកជំងឺនឹងចូលទៅប្រទេសរបស់គេបាទនោះគេមានការតវ៉ាហើយមានការតវ៉ាហ្នឹងច្រើននៅថ្ងៃនេះហើយតាមសេចក្តីរាយការណ៍គឺមានការបាញ់ទៅលើអ្នកតវ៉ានោះអាចបណ្ដាលឲ្យមានអ្នកស្លាប់ចំនួន2នាក់ផងដែរបាទអ្នកតវ៉ានៅប្រទេសកេនយ៉ាហ្នឹងបាទអញ្ចឹងអ្នកដែលរិះគន់រដ្ឋាភិបាលពេលបច្ចុប្បន្នថាមេដឹកនាំរបស់ប្រទេសកេនយ៉ាហ្នឹងដូចជារងសម្ពាធខ្លាចសហរដ្ឋអាមេរិកពេកដែលឲ្យសហរដ្ឋអាមេរិកបាទយកមន្ទីរពេទ្យទៅដាក់នៅទីនោះដើម្បីព្យាបាលអ្នកជំងឺអេបូឡាបាទអញ្ចឹងឥឡូវនេះគឺមិនទាន់មានដំណើរការនៅឡើយទេសហរដ្ឋអាមេរិកដែលកំពុងតែជំលះពលរដ្ឋរបស់ខ្លួនចេញពីប្រទេសដែលមានផលប៉ះពាល់នោះគឺក៏មិនដឹងថាយកអ្នកទាំងអស់នោះទៅទីណានោះដែរហើយព័ត៌មានចុងក្រោយនេះគឺជាសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters បាទរឿងនេះនៅក្នុងសហរដ្ឋអាមេរិកចំទួតែម្ដងគឺនៅថ្ងៃអង្គារនេះបាទគឺរដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពស្ដីទីរដ្ឋមន្ត្រីស្ដីទីក្រសួងយុទ្ធភ័ពគឺលោក Todd Blanchard បាទនៅក្នុងរូបភាពនេះបានប្រាប់ទៅដល់សភាបាទព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកថាគម្រោងការក្នុងការដែលរៀបចំមូលនិធិចំនួនជិត$1,800 លានសហរដ្ឋអាមេរិកសម្រាប់ឲ្យទៅអ្នកដែលគ្រប់គ្រងលោកត្រាំដែលអាចនឹងប្តឹងរដ្ឋាភិបាលវិញដើម្បីទាមទារសំណងចោទប្រកាន់ថាក្រសួងយុទ្ធភ័ពសម័យលោក Biden នឹងគឺតាមធ្វើបាបពួកគេដោយអយុត្តិធម៌ជាពិសេសគឺអ្នកដែលបានធ្វើបាតកម្មបាទប្រឆាំងនឹងការលទ្ធផលបោះឆ្នោតក្នុងពេលកន្លងមករហូតដល់មានការវាយប្រហារទៅលើវិមានសភារបស់សហរដ្ឋអាមេរិកនោះបាទអាចនឹងទទួលបានប្រាក់នោះគឺឥឡូវនេះគឺគម្រោងនេះបាទតាមលោករដ្ឋមន្ត្រីស្ដីទីលោកថាត្រូវបានលុបចោលហើយបាទគឺអត់មានបន្តដើម្បីដំណើរការនោះទេក៏ប៉ុន្តែលោកបានបញ្ជាក់ថាកិច្ចព្រមព្រៀងដែលថាលែងឲ្យនាយកដ្ឋានពន្ធដាររបស់សហរដ្ឋអាមេរិកតាមស៊ើបអង្កេតក្រុមគ្រួសារកូនចៅរបស់លោកត្រាំហ្នឹងគឺបាទគឺនៅដដែលគឺបានន័យថាអត់មានទៅស៊ើបអង្កេតអីទៀតទេក្រុមគ្រួសាររបស់គាត់បងប្អូនត្រឹមត្រូវឬមិនត្រឹមត្រូវក្នុងពេលកន្លងមកគឺសូមចប់តែប៉ុណ្ណេះបាទដើម្បីជាផ្នែកមួយនៃកិច្ចព្រមព្រៀងគ្នានេះបាទពីព្រោះអីបាទលោករដ្ឋមន្ត្រីស្ដីទីហ្នឹងក៏ជាមនុស្សចំណិតរបស់លោកប្រធានាធិបតី Donald Trump ជាអតីតមេធាវីផ្ទាល់ខ្លួនរបស់លោក Trump ផងដែរហើយកាលពីសប្តាហ៍មុនលោកបានធ្វើឲ្យខាងអ្នកតាក់តែងច្បាប់សហរដ្ឋអាមេរិកហ្នឹងមានការខឹងសម្បានៅពេលដែលគេបានសួរចោទប្រកាន់ថាឥឡូវនេះបង្កើតមូលនិធិហ្នឹងអញ្ចឹងអ្នកដែលមកវាយសភាដែលវាយប៉ូលីសដែលកំពុងតែយាមការពារនៅរដ្ឋសភានៅពេលនោះតើប្តឹងថាខ្លួនបានរងការធ្វើទុកបុកម្នេញពីក្រសួងយុទ្ធភ័ពដោយសារតែសកម្មភាពរបស់ខ្លួនហ្នឹងអាចនឹងលើកលែងមិនឲ្យអ្នកនឹងទទួលបានលុយសំណងបានទេពេលនោះលោករដ្ឋមន្ត្រីស្ដីទីលោកមិនប្រកែកទេលោកថាអាចអ្នកនឹងអាចនឹងនៅតែទទួលបានអញ្ចឹងធ្វើឲ្យមានការខឹងសម្បាជាច្រើនមានការតវ៉ានៅខាងទីក្នុងរបស់គណៈបក្សសាធារណរដ្ឋផងដែរបាទឥឡូវនេះគឺជាផ្លូវការគឺលោករដ្ឋមន្ត្រីស្ដីទីបានប្រកាសថាអត់មានទៀតទេបាទអត់មានទៀតទេបាទនេះគឺជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងជម្រាបជូនប្រិយមិត្តទាំងអស់គ្នាអំពីបច្ចុប្បន្នភាពអាមេរិកាំងបាទសូមអរគុណប្រិយមិត្តដែលចូលមកទទួលយកការចែករំលែករបស់ខ្ញុំនេះបាទបើទោះបីជាចូលយឺតបន្តិចក៏ដោយបាទឥឡូវបើសួរមានសំណួរអីទេបើមានសំណួរទេបាទមានហងចន្ទាចូលក្រោយគេលពូសុផាជំរាបសួរលីហេងលឹមបាទជំរាបសួរលពូសុផាស្ផាណាបាទបាទលោកស្វាណាហូបនំចុកស្លោប្រហើ my favorite ណាខ្ញុំចូលចិត្តណាបាទអញ្ចឹងអរគុណច្រើនណាអរគុណប្រិយមិត្តច្រើនដែលបានចូលមកទទួលយកការចែករំលែកព័ត៌មានរបស់ខ្ញុំនេះបាទគឺអត់មានអ្វីសំណួរទេខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណបាទសូមរងចាំស្ដាប់នៅព័ត៌មានពិស្ដារបន្ថែមទៀតអំពីបច្ចុប្បន្នភាពអន្តរជាតិនៅសម្រាប់នៅកម្ពុជានៅពេលយប់នេះបាទសម្រាប់នៅសហរដ្ឋអាមេរិកនៅពេលព្រឹកស្អែកបាទសូមអរគុណសូមជម្រាបលា